Ok, xong group dụ số bông bông tạc ni chỉ group. Là nick trong cái bông là thôi cam sai, tại căn bông bông tạc ni bắt time tiết bẹp pon cho mình iPhone SE cho mình tiết bảo Apple, đã thôi cam update tại căn software trong cái là bảo Apple. Chắc đánh là version nick trong cái bông tập ra version 1.7 ได้ជា version ចុងក្រោយបងអស់របស់ Apple តែម្ដងហើយជាក់ស្ដែងខ្ញុំឃើញថាវាដំណើរការ smooth ល្អមែនទែននៅលើ iPhone SE ចំនួនទី2របស់ Apple នេះដោយសារតែខ្ញុំបាន test សាកល្បងជាក់ស្ដែងតែម្ដងតាក់ទងជាមួយនឹងការប្រើប្រាស់ហើយទូរស័ព្ទនេះទៀតសោតគឺខ្ញុំទិញចំនួនតែ$20ជាងទេសម្រាប់យកមកបង្ហាញទៅកាន់បងប្អូនម៉ាស៊ីននេះគឺសំណុំស៊ីនទាំងអស់ដោយសារតែខ្ញុំជាអ្នកលក់អញ្ចឹងជាទូទៅខ្ញុំទិញបានអវ៉ាន់មកគឺកាត់ពីភ្ញៀវមកខ្ញុំកាត់ប្រភេទអវ៉ាន់សំណុំមកអត់កាត់ប្រភេទអវ៉ាន់ដែលគេជួសជុលឲ្យទេអញ្ចឹងខ្ញុំនិយាយនេះគឺនិយាយទៅទៅនឹងប្រភេទម៉ាស៊ីន original សម្រាប់បងប្អូនដែលកំពុងប្រើប្រាស់ iPhone SE អាចពិចារណាបានជាមួយនឹង version ថ្មីនេះវាដំណើរការល្អពាក់ព័ន្ធនឹងការប្រើប្រាស់សូម្បីតែផ្នែកកាមេរ៉ារបស់វាក៏ថតបានច្បាស់ល្អដែរអានេះដោយសារតែខ្ញុំអត់តបានជូត lens មើលទៅឃើញនឹងប្រផេះក៏ប៉ុន្តែចាក់ស្ដែងមុខងារផ្សេងដំណើរការថតវីដេអូថតរូបភាពបានច្បាស់ល្អមែនទែនជាពិសេសខ្ញុំស្រឡាញ់បំផុតគឺរុន speaker របស់វានឹងឯងបូករួមជាមួយនឹងរុន mic ហើយនៅលើ iPhone SE ចំនួនទី2របស់ Apple នេះគឺល្អគ្រប់បែបយ៉ាងតែម្ដងដែលខ្ញុំហ៊ានថានិយាយថាវាគឺជាទូរស័ព្ទដែលល្អមែនទែនហើយរូបរាងវាក៏ខ្ជូតស្អាតព្រោះដោយសារតែយើងកាន់ទៅគឺពេញដៃល្មមតែម្ដងហើយនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់និយាយផ្ដោតសំខាន់ទៅលើការប្រើប្រាស់គឺពាក់ព័ន្ធជាមួយនឹង iOS 27ដែលជា version ចុងក្រោយរបស់ Apple នៅក្នុងឆ្នាំ2026ខ្ញុំបានតេស្តនៅលើ iPhone SE ចំនួនទី2នេះគឺដំណើរការ smooth មែនតើល្អសម្រាប់ការប្រើប្រាស់បងប្អូនអាចឡើងបានក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្ននេះវាគ្រាន់តែជា version beta នោះទេឬក៏យើងហៅថា version សាកល្បងអញ្ចឹងបើសិនជាក្នុងករណីបងប្អូនចង់ប្រើប្រាស់ version នេះអាចធ្វើការ test សាកល្បងបានដោយស្នើសុំទៅកាន់ Apple ដើម្បីចូលទៅប្រើប្រាស់ហើយរបៀបនៃការ update គឺអត់មានអីពិបាកទេបងប្អូនគ្រាន់តែចូលមកកាន់ setting software update មកវាប្រកាសណាស់គឺចេញពាក្យថា beta update អញ្ចឹងបងប្អូនគ្រាន់តែ select ផ្លាស់ប្ដូរពី version 26មកកាន់ version 27 beta មកបងប្អូនអាចធ្វើការចុច update បានហើយបងប្អូន update មិនថាបងប្អូនប្រើប្រាស់អ៊ីនធឺណិតឬក៏ប្រើប្រាស់ Wi-Fi ទេគឺ update បានដូចគ្នាហើយជាក់ស្ដែងនៅលើម៉ាស៊ីននេះគឺខ្ញុំប្រើប្រាស់ច្រើនបំផុតគឺទៅលើ Telegram និង Facebook ក៏ប៉ុន្តែជាក់ស្ដែងវាដំណើរការល្អគួរសមគ្រាន់តែថា notification ខ្លះវាចូលមកយ៉ាងយឺតហើយមួយទៀតដោយសារតែថ្មវាធ្លាក់ភាគរយនៅសល់ត្រឹម8ជាងអញ្ចឹងទូរស័ព្ទនេះជាក់ស្ដែងគឺវារៀង slow សំទោសវារៀងឆាប់អស់ថ្មបន្តិចដោយសារថ្មវានៅសល់តែ 82% ទេបងប្អូនទាំងគ្នាអញ្ចឹងអានេះគឺអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូននេះគឺ 82% ហើយម៉ាស៊ីននេះជាក់ស្ដែងគឺខ្ញុំប្រើច្រើនគួរសមហើយថ្មវាហ្នឹងក៏កាន់មកល្មមដែរវាមិនមែនអន់ខ្លាំងពេកទេហើយចំណុចដែលខ្ញុំ recommend ឲ្យបងប្អូនបើគឺ low power mode បងប្អូនបើនឹងចោលទៅដើម្បីថ្មវាកុំឲ្យស្រកលឿនអញ្ចឹងណាតែជាក់ស្ដែងបើសិនជាថ្មបងប្អូនខ្ពស់ម៉ាស៊ីនសរុបសិនអត់បញ្ហាទេបងប្អូនគឺមកអែមយកតែម្ដង version នេះគ្រាន់ថាបច្ចុប្បន្ននេះ bank អីផ្សេងដូចជាធនាគារ ABA Azilida ឬក៏កម្មវិធីមួយចំនួនទៀតគឺវាមិន support ទេដោយសារតែ version វាខ្ពស់ពេកអញ្ចឹងវា update អត់ទាន់ដល់ហើយនេះគឺជា iPhone SE ហើយខ្ញុំគិតថាវាអត់មានអីច្រើនទេតើតងជាមួយនឹង version ថ្មីនេះបើនៅលើសេរីខ្ពស់ៗដូចជា iPhone 15 Pro Max 16 Pro Max 17 Pro Max អីគឺវាមានមុខងារ series បងប្អូនគឺវាអែមជាងមុនហើយនៅលើសេរីទូចនេះក៏ដូចជាមានមុខងារ clean up ដែរបងប្អូននៅលើកម្មវិធី photo អញ្ចឹងនេះគឺជាចំណុចល្អមែនតើសម្រាប់ iPhone អត់មានទេបងប្អូនអ្នកគ្នាអធិស្ឋាននៅលើតាសេរីខ្ពស់ទេមុខងារ clean up ហ្នឹងគឺល្អមែនតើខ្ញុំបានតេស្តហើយនៅលើ iPhone 15 Pro Max របស់ខ្ញុំមុខងារ clean up ហ្នឹងគឺញាក់សាច់មែនតើវាជួយធ្វើការបំបត្តិកន្លែងដែលយើងចង់បំបត្តិហើយវាក៏ជួយ generate បន្ថែមពាក់ព័ន្ធជាមួយនឹងទំហំរូបភាពឬអីផ្សេងហើយចំណុចល្អច្រើនមែនតើសម្រាប់ iOS 27នេះខ្ញុំគិតថាវាល្អមែនតើសម្រាប់ការប្រើប្រាស់អញ្ចឹងបើសិនបងប្អូនចង់តឡើងអីអាចតឡើងបានហើយបើសិនជាបងប្អូនអត់ទាន់ដឹងពីរបៀបនៃការស្នើសុំទេអាចចូលទៅមើលវីដេអូរបស់ខ្ញុំបានវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាបងប្អូនទាំងគ្នាយើងនឹងជួបគ្នាសាច់ជាថ្មីនៅវីដេអូក្រោយបាទ